Silo Julie Pitt គឺជាកុំបង្កើតដំបូងរបស់ Angelina Jolie ជាមួយ Brad Pitt នាងកើតថ្ងៃទី27 ខែឧសភាឆ្នាំ2006ដែលនៅអាយុ3ឆ្នាំនាងបាននិយាយថាចង់ក្លាយទៅជាក្មេងប្រុសរួចបានសុំកាត់សក់ខ្លីហើយចាប់ផ្ដើមស្លៀកតែសម្លៀកបំពាក់ក្មេងប្រុសតែប៉ុណ្ណោះនៅអាយុ16ឆ្នាំ Silo ក៏បានផ្លាស់ប្ដូរចិត្តហើយក្លាយទៅជាក្មេងស្រីវិញម្ដងដោយចាប់ផ្ដើមស្លៀកពាក់តុបតែងមុខនិងបណ្ដោះសក់ឲ្យវែងប៉ុន្តែថ្មីៗនេះនាងត្រូវបានគេប្រទះឃើញជាមួយនឹងម៉ូដសក់ខ្លីកាលពីនៅក្មេងតោះសូមតាមដានវីដេអូនេះដើម្បីដឹងពីការវិវត្តនិងស្ទីលរបស់ Silo ថាហេតុអ្វីបានជាបណ្ដាលឲ្យមានការផ្លាស់ប្ដូរយ៉ាងខ្លាំងនិងស្វែងយល់ពីមូលហេតុដែលអ្នកនិយមលេងអ៊ីនធឺណិតចោទសួរពីពិធីចិញ្ចឹមកូនរបស់ Angelina Jolie អស់រយៈពេលជាច្រើនឆ្នាំមកនេះ Angelina Jolie និង Brad Pitt មានកូន6នាក់ក្នុងនោះមានកូនចិញ្ចឹម3នាក់និងកូនបង្កើត3នាក់ Silo គឺជាកូនបង្កើតដំបូងនៅក្នុងគ្រួសារដែលជាហេតុមានអ្នកសារព័ត៌មានជាច្រើនបានតាមដាននាងមិនដាក់ពីក្រសែភ្នែកចាប់តាំងពីមានរបាយការណ៍ដំបូងនៃការមានផ្ទៃពោះមកម្លេះហើយដើម្បីជៀសវាងការតាមដានបែបនេះ Angelina Jolie បានសម្រេចចិត្តសម្រាលកូននៅប្រទេសណាមីប៊ីអ្នកស្រីជ្រើសរើសបែបនេះក៏ដោយសារតែការស្រឡាញ់ធម្មជាតិនៃប៉ែកអាហ្វ្រិកផងដែរបន្ថែមពីនេះតារា Hollywood បានចំណាយពេលជាច្រើននៅទ្វីបអាហ្វ្រិកក្នុងនាមជាឯកអគ្គរដ្ឋទូតជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិឥឡូវនេះ Silo គឺជាពលរដ្ឋស្របច្បាប់របស់ប្រទេសណាមីប៊ីដោយហេតុផលនេះកាលពីប្រមាណឆ្នាំមុនអ្នកស្រី Angelina Jolie បានជួយបើកនិងផ្ដល់ហិរញ្ញប្បទានដល់ជំរកសត្វព្រៃមួយកន្លែងដែលដាក់ឈ្មោះថា Silo គឺជាឈ្មោះកូនស្រីរបស់នាងផ្ទាល់វាគឺជាការពិតគួរឲ្យចាប់អារម្មណ៍ដែលឈ្មោះសម្រាប់កូនច្បងរបស់ Angelina Jolie និង Brad Pitt នៅអាយុប្រហែល2ឆ្នាំកន្លះ Silo បានប្រកាសប្រាប់ឪពុកម្ដាយរបស់នាងថានាងមិនចង់ក្លាយជាក្មេងស្រីទៀតទេនាងមានអារម្មណ៍ដូចជាក្មេងប្រុសហើយចង់ឲ្យមនុស្សគ្រប់គ្នាហៅនាងថាជា John Brad Pitt នៅក្នុងបទសម្ភាសន៍ជាមួយ Oprah Winfrey បានបង្ហាញថាកូនស្រីរបស់លោកមិនទទួលស្គាល់ឈ្មោះរបស់នាងទេប្រសិនបើនាងត្រូវបានគេហៅថា Silo នាងមិនឆ្លើយតបទេប៉ុន្តែភ្លាមៗនៅពេលដែលគេហៅថាជា John ក្មេងតូចនេះនាងទទួលការឆ្លើយតបភ្លាមៗតែម្ដងក្មេងស្រីបានសម្រេចចិត្តថានាងមិនត្រឹមតែត្រូវការឈ្មោះរបស់ក្មេងប្រុសប៉ុណ្ណោះទេថែមទាំងមានម៉ូដសក់សម្លៀកបំពាក់និងស្បែកជើងតាមរបៀបក្មេងប្រុសផងដែរឪពុកម្ដាយរបស់នាងទោះបីជាពួកគេមិនបានចែករំលែកជំរឿសរបស់កូនស្រីក៏ដោយក៏សម្រេចចិត្តឈរនៅលើផ្លូវរបស់កូនជានិច្ចពួកគេបានកាត់សក់ឲ្យបែបក្មេងប្រុសនិងតាមស្ទីលសម្លៀកបំពាក់របស់ Silo ចង់បានហើយជាការពិតណាស់ពេលនោះពួកគេទទួលបានការស្អប់ច្រើនពីអ្នកកាសែតនិងអ្នកគាំទ្រក្រុមគ្រួសារនាងផងដែរប៉ុន្តែអ្នកស្រី Angelina Jolie និង Brad Pitt មិនបានផ្លាស់ប្ដូរកូនទេហើយបានផ្ដល់សិទ្ធិឲ្យនាងស្វែងរកអ្វីដែលជារបស់ខ្លួនឯងនៅអាយុ12ឆ្នាំ Silo បានសម្រេចចិត្តធ្វើការផ្លាស់ប្ដូរ gender ដោយចាប់ផ្ដើមប្រើថ្នាំអរម៉ូនប៉ុន្តែដោយហេតុផលខ្លះនាងបានផ្លាស់ប្ដូរចិត្តចង់ក្លាយជា John ទោះបីជាមានពាក្យអចាមអារាមថានៅអាយុ13ឆ្នាំ Silo ថែមតែមានឯកសារសម្រាប់ឈ្មោះនាងក៏ដោយតែនៅអាយុ15ឆ្នាំ Silo បានចាប់ផ្ដើមផ្លាស់ប្ដូររូបរាងរបស់នាងឡើងវិញតែរឿងនេះកើតឡើងដោយសារមូលហេតុអ្វីពិតណាស់អ្វីដែលបានកើតឡើងគឺមិនត្រូវបានដឹងនោះទេប៉ុន្តែក្មេងស្រីក៏បានសម្រេចចិត្តបណ្ដុះសក់របស់នាងឡើងវិញមនុស្សមួយចំនួនជឿថា Silo ទទួលយកភាពជាស្ត្រីនិងភាពទាក់ទាញរបស់នាងក្នុងកំឡុងពេលដល់ឆ្នាំនៃការផ្លាស់ប្ដូររបស់ខ្លួនអ្នកផ្សេងទៀតគិតថាបំណងប្រាថ្នារបស់នាងចង់ក្លាយជាក្មេងប្រុសហើយគ្មានអ្វីមកផ្លាស់ប្ដូរធម្មជាតិរបស់នាងបានឡើយនៅឯការបញ្ចាំងរឿង Eternals Silo បានគេឃើញជាដំបូងដោយស្លៀកពាក់បែបនារីនិងសម្លៀកបំពាក់ដ៏ឆើតឆាយក្នុងការបញ្ចាំងភាពយន្តនេះការចាប់អារម្មណ៍កាន់តែខ្លាំងមិនមែនទៅលើម្ដាយដែលដើរតួសំខាន់មួយនៅក្នុងខ្សែភាពយន្តនោះទេប៉ុន្តែចំពោះកូនស្រីរបស់នាងដែលប្រមូលបាននៅពាក្យសាទរនិងពាក្យពេចន៍ជាច្រើនពីអ្នកគាំទ្រអ្នកសារព័ត៌មាននិងសូម្បីតែអ្នករិះគន់ដោយសារតែមានការផ្លាស់ប្ដូរស្ទីលយ៉ាងខ្លាំងនោះកាសែតទាំងអស់បានចាប់ផ្ដើមនិយាយនិងសរសេរអំពីកូនស្រីរបស់ Angelina Jolie និង Brad Pitt ឥតឈប់ឈរតែទោះបីជាបែបនេះក្តីមួយរយៈក្រោយមកក្រុមអ្នកប្រមាញ់រូបភាពបានថតរូប Silo នៅតាមដងផ្លូវមួយក្មេងស្រីនេះបានកាត់សក់ខ្លីម្ដងទៀតបោះបង់ការតុបតែងខ្លួនហើយពាក់អាវធំដូចជាបុរសនាងព្យាយាមលាក់ខ្លួនពីអ្នករាល់គ្នាហើយដើរដោយភាពអាប់អួរអ្នកចិត្តសាស្ត្រនិយាយថា Silo ប្រហែលជាធ្លាក់ទឹកចិត្តក្មេងស្រីនេះមានការព្រួយបារម្ភជាខ្លាំងអំពីការលែងលះឪពុកម្ដាយរបស់នាង
តើជាការពិតទេដែល Silo ផ្លាស់ប្ដូររូបរាងម្ដងទៀតក្រោមហេតុផលបញ្ហាក្នុងគ្រួសារឬជាលេសសម្រាប់ខ្លួននាងផ្ទាល់តើលោកអ្នកទាំងអស់គ្នាយល់ឃើញបែបណាដែរសូមធ្វើការ comment នៅខាងក្រោមវីដេអូមួយនេះសម្រាប់មតិយោបល់ផ្សេងៗអរគុណសំណាងល្អ